បងសម្បត្តិកិច្ចបងជួយតិចមកបងចាព្រោះថាម្ចាស់កម្មវិធីចាគាត់ចំណាយអស់ច្រើនអញ្ចឹងអ្នកណាដែលចាបង្ហាញពីថ្ងៃហ្នឹងបងជួយទទួលខុសត្រូវចាំមិនក៏ហៅមកដល់ខាងលោកមន្ត្រីដែរខ្ញុំក៏អត់តបចិត្តដូចគ្នាចាបន្ទាប់មកជួយបងសម្បត្តិកិច្ចថាខាងកំពុងធ្វើបងចា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យចំនួន4នាក់បានហើយករណីបង្កហិង្សាវាយតប់គ្នាយ៉ាងអនាធិបតេយ្យផ្អើលពេញក្នុងរោងការបណ្ដាលឲ្យមានអ្នករងរបួសជាច្រើនអ្នកកាលពីប៉ុន្មានថ្ងៃមុនបងប្អូនប្រិយមិត្តជាទីមេត្រីនាពេលថ្មីនេះរឿងលហួសចិត្តមួយបានកើតឡើងហើយក៏ត្រូវបានមានអ្នកបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ប្រងព្រាតក្នុងអំឡុងពេលហូបការដោយមានអ្នកក្លាហានពីរក្រុមព្រោះតែគ្មានការយោគយល់និងចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកប្រកែប្រកាន់ច្រើនកំពុងផ្អើលក្នុងរោងការដែលមានជនសង្ស័យទាំង4នាក់រួមនឹងបពពួកដទៃទៀតជាសាច់ញាតិខាងកូនក្រមុំបានទៅចូលរួមក្នុងកម្មវិធីរៀបមង្គលការមានទីតាំងស្ថិតនៅភូមិប្រវកពងឃុំទឹកល្អក់ស្រុកពងពិសីខេត្តកំពង់ស្ពឺលុះរហូតដល់វេលាម៉ោងប្រមាណ 22:30 នាទីយប់ក៏មានភ្ញៀវទាំងសងខាងបានឡើងរាំលេងកម្សាន្តសប្បាយហើយក្នុងពេលនោះមានភ្ញៀវខ្លះបានរាំច្រងេងច្រងានយកជើងឈូសក្នុងលក្ខណៈឌឺដងដាក់គ្នាជាមួយភ្ញៀវខាងកូនកំឡោះហើយក៏បានបង្កជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកដោយបានយកកែវចានគប់គ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួសជាច្រើនអ្នកជាពិសេសក្មេងប្រុសម្នាក់ដែលគ្នាមិនដឹងអីបានរងរបួសដៃដេកជាច្រើនគ្នាយ៉ាងធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យក្រោយពីទទួលបាននូវព័ត៌មានលោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតឲ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានស្រុកគងពិសីធ្វើការចុះស្រាវជ្រាវកំណត់មុខសញ្ញាជនបង្កនិងឈានដល់ធ្វើការផ្ាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន4នាក់តែម្ដងជនសង្ស័យទី1មានឈ្មោះម៉ាញ់ថាភេទប្រុសអាយុ36ឆ្នាំមុខរបរកម្មកររោងចក្រទី2មានឈ្មោះខេនណារុំភេទប្រុសអាយុ45ឆ្នាំមុខរបរកម្មកររោងចក្រទី3មានឈ្មោះមាសសំអុលភេទប្រុសអាយុ44ឆ្នាំមុខរបរកម្មកររោងចក្រនិងជនសង្ស័យទី4មានឈ្មោះសាយពិសិដ្ឋភេទប្រុសអាយុ36ឆ្នាំមុខរបរកម្មកររោងចក្រដែលជនសង្ស័យទាំង4នាក់នេះមានទីលំនៅបច្ចុប្បន្នភូមិប្រវត្តិទងឃុំទឹកល្អក់ស្រុកគងពិសីខេត្តកំពង់ស្ពឺចាប់យកវត្ថុតាំងបានរួមមានទូរស័ព្ទដៃចំនួន4គ្រឿងបច្ចុប្បន្នជនសង្ស័យទាំង4នាក់ខាងលើរួមនឹងវត្ថុតាំងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី